បាទសូមគោរពនឹងជម្រាបសួរដល់បងប្អូនទាំងអស់គ្នាដែលចូលមកកាន់វីដេអូមួយនេះបាទវីដេអូនេះគឺជាវីដេអូថ្មីមួយទៀតហើយខ្ញុំលើកយកក្បាលកន្លះ Suzuki Smash Revo យកមកចែករំលែកជូនបងប្អូនដែលចង់ចេះជំនាញបច្ចេកទេសជួសជុលម៉ូតូឬក៏ចង់ជួសជុលម៉ូតូដោយខ្លួនឯងងាយៗណាបាទទាំងអស់គ្នាអាចមើលវីដេអូនេះហើយបងប្អូននឹងត្រូវស្គាល់ឥឡូវនេះយើងមកស្គាល់ពីកំប្រើក្នុងក្បាលកន្លះបាទឥឡូវមុននឹងយើងស្គាល់ពីគ្រឿងកម្រើកយើងចង់ដឹងពីតើគ្រឿងកម្រើកវាកម្រើកបានដោយសារអ្វីបាទគ្រឿងកម្រើកគឺកម្រើកបានដោយសារទី1គឺមញងដងយ៉េនបញ្ជាទៅច្រវាក់លកាមបាទច្រវាក់លកាមបញ្ជាទៅខ្នើយលកាមហ្នឹងបញ្ជាទៅជើងចាប់បញ្ជាទៅខ្សែសេរីស្បាប់ខ្សែសេរីស្បាប់បញ្ជាទៅស្បាប់ដើម្បីឲ្យស្បាប់ធ្វើការបិទបើកឲ្យត្រូវនឹងចលនាពីស្ទង់ឡើងចុះបាទអញ្ចឹងគ្រឿងកម្រើករបស់វាគឺកម្រើកបានដោយសារមញងដងយ៉េនបងប្អូនណាបាទវាជាច្រវាក់លកាមមកបញ្ជាមកខ្នើយបាទខ្នើយហ្នឹងក៏វាបញ្ជាបាទនេះគឺជាខ្នើយឥឡូវយើងមកស្គាល់វាហែទៅបាទនេះគឺជាខ្នើយលកាមបាទខ្នើយលកាមនេះមានមញងបាទបញ្ជាមកមញងលកាមបញ្ជាមកខ្នើយនេះបាទចាប់ភ្ជាប់អញ្ចឹងណាដល់ពេលអញ្ចឹងវាវិលតាក់ជាមួយមញងដងយ៉េនមកក៏វាបញ្ជាមកខ្នើយណាបាទខ្នើយនេះក៏មានទីទួលនេះបាទនេះទួលនេះបាទវាបិទបើកនឹបចុះនៅឡើងគឺដោយទួលនេះណាបាទទួលនេះបញ្ជាមកជើងចាប់នេះបាទជើងចាប់ហ្នឹងគឺមានខ្សែសេរីស្បាប់ខ្សែសេរីស្បាប់គឺបញ្ជាមកដើមស្បាប់នេះដើម្បីឲ្យបិទបើកគឺតាមចលនាពីស្ទង់ឡើងចុះបាទអញ្ចឹងយើងមកស្គាល់ទី1គឺយើងស្គាល់អំពីបាទស្បាប់វិញទួយនេះគឺស្បាប់ភ្លើងហើយស្បាប់វិញធំនេះគឺជាស្បាប់ប្រេងបាទស្បាប់វិញ2ហើយបន្តទៀតយើងស្គាល់ចាននេះបាទចានត្រណក់ស្បាប់ចានត្រណក់អក្សរនេះបាទចានអក្សរនេះបាទគេដាក់ចឹងមកហើយនេះគឺអក្សរដើមស្បាប់ហើយនេះគឺជាចានស្បាប់នេះគឺជាកញ្ចក់សេះបាទកញ្ចក់សេះហើយនេះមញងលកាមបាទហើយនេះគឺជាខ្នើយលកាមហើយនេះជើងចាប់នេះគឺជាខ្សែសេរីស្បាប់ហើយនេះគឺអជើងចាប់បាទតែពេលដែលយើងខូចតាមខូចរបស់វាបាទទី1ចាយជើងចាំគឺលាន់សម្លេងចឹកបាទសម្លេងចឹកបាទពេលដែលយើងខ្សែនឹងរៀងធូរឬក៏វាសឹកខោងនេះបាទកន្លែងខោងហ្នឹងបាទហ្នឹងគឺវាខូចហ្នឹងវាសឹកជាមួយនឹងខ្នើយបាទវារត់ទៅលើទីទួលនេះខ្នើយនេះក៏សឹកដែរបាទនេះនៅពេលនេះវាលាន់ចឹកហើយនេះគឺជា first ណាបាទនេះគឺជា first សម្រាប់នៅពេលដែលវាខូចគឺវារឹងនៅពេលដែលថ្មីគឺវាទន់ណាបងប្អូនបាទការខូចរបស់វាហើយសម្រាប់នេះគឺជាដើមសម្រាប់ប្រេងបាទពេលគឺវាអាសាខូចជាងគេពីព្រោះថាវាច្រើនតែនេះវាអស់មាត់នេះហើយនេះវាមានស្ដើងកន្លែងមាត់ចាយរបស់វាហ្នឹងគឺរាងក្រាស់ណាដល់ពេលដែលវាសឹកគឺវាស្ដើងជួនកាលអាចផុងណាបាទហើយសម្រាប់ភ្លើងវិញគឺវាអាចសម្រាប់នេះខូចអស់3ហើយបាទសម្រាប់នេះខូច1ណាព្រោះសម្រាប់ភ្លើងនេះគឺវាបញ្ចេញផ្សែងទៅពេលអញ្ចឹងវាឡើងកម្មកលទៅជួនកាលវាអាចវីជួនកាលវាអាចឆេះតាមនេះណាបាទឆេះខ្មៅវាអាចចិត្តដល់ពេលអញ្ចឹងយើងត្រូវដូរចេញហើយចំពោះខ្នើយនេះគឺការខូចរបស់វាគឺនេះបាទគឺវាសឹកទៀតឃើញសឹកទៀតហ្នឹងបងប្អូននេះសឹកខោមួយខាងណាបាទនេះខាងនេះគឺយើងស្មើនេះបាទស្មើណាបាទហើយនេះគឺខូចនេះខោណាបាទសង្ឃឹមបងប្អូននឹងមើលឃើញច្បាស់ហើយសម្លេងរំខានខ្ញុំសូមអភ័យទោសបងប្អូនខ្ញុំធ្វើហើយស្គាល់គ្រឿងកម្រើកខាងក្នុងនេះអស់ហើយឥឡូវយើងចាប់ផ្ដើមមកធ្វើការរៀបបញ្ចូលបាទជាមួយខ្ញុំទាំងអស់គ្នាទី1គឺយើងត្រូវយកចានតំណសម្រាប់នេះបាទចានតំណសម្រាប់នេះគឺយើងត្រូវដាក់មុនបាទនេះបាទយើងដាក់ចូលក្នុងមកគេមកបន្តមកទៀតគឺយើងធ្វើការដាក់ធ្វើសម្រាប់ចូលមុនដាក់យើងត្រូវដាក់ប្រេងតិចមកដើម្បីឲ្យវាងាយស្រួលក្នុងការញាត់ចូលបាទហើយយើងធ្វើការដាក់ដើមសម្រាប់ចូលមកបន្ទាប់ពីយើងដាក់នោះហើយគឺយើងដាក់ប្រេងនៅដើមសម្រាប់ទឹកនោះបាទនេះគឺយើងលាបវាហើយរំសាមពុលមកហើយយើងការដាក់បញ្ចូលបាទគឺសម្រាប់ប្រេងវាធំជាងសម្រាប់ភ្លើងបន្តិចណាចង់ចំណាំឡើងហ្នឹងបាទចូលតបដាក់ចូលចឹងមកហើយយើងដាក់ស្បាប់ភ្លើងចូលមកទៀតមកបាទបន្ទាប់ពីមកយើងយកជើងចាមកហើយយើងដាក់កញ្ចក់សេះចូលបាទកញ្ចក់សេះចូលចឹងមកហើយយើងធ្វើការដាក់បញ្ចូលណាបាទតែយើងយកតំណមកយើងក៏យកអស14តេក៏បាន13តេក៏បានដែរតែហើយយើងរុញបញ្ចូលបាទអូខេបាទ
ហើយយើងគូសវាទៅបាទតែមុននឹងរុញបញ្ចូលចកសេះយើងត្រូវមានផ្ដាំងបាទព្រោះនេះពួកSmart Revo អញ្ចឹងយើងអាចយកកម្រិតសម្រាប់ដាក់បានទេកម្រិតសម្រាប់វារៀងឆែកណាវាអត់មូលទេអញ្ចឹងយើងត្រូវការដាក់ផ្ដាំងបាទផ្ដាំងញងក៏បានផ្ដាំងដុំក៏បានណាបាទវាអត់ទេខាន់គឺដាក់ទៅទប់ឲ្យចំមាត់សម្រាប់ខាងក្រោមហ្នឹងឲ្យវាទប់ដើមកុំឲ្យវាលឹបចុះទៅវិញបាទអញ្ចឹងបន្ទាប់ពីយើងដាក់នឹងចូលហើយចាំយើងរៀបខ្នើយណាបាទបន្ទាប់ពីរៀបរីសចូលហើយអស់ហើយបាទគឺយើងត្រូវដាក់ខ្នើយចូលហើយខ្នើយគឺដែលយើងដាក់ចូលគឺត្រូវឲ្យទីទួលនេះផ្កាប់ចូលទៅក្រោមបាទនៅពេលទីនេះគឺយើងត្រូវដាក់ផ្កាប់ចូលទៅក្រោមអញ្ចឹងហើយយើងដាក់ចូលដែរអញ្ចឹងហើយគឺយើងត្រូវត្រឡប់មកនេះហើយយើងដាក់ជើងចាប់ចូលជើងចាប់គឺពេលដែលវាខុសវាសឹកកន្លែងនេះផងយើងអាចឆាបវាឲ្យស្មើមកតាមរៀងកោងពីក្នុងអំពើនេះណាសងខាងហើយយើងដាក់ចូលហើយយើងយកអាក់វាបាទអាក់ពួកអសង្ការ៉េពួកសេរ៉ូពីពួកឆ្លាមសេរីចាយគឺវាស្មើគ្នាប្រវែងគ្នាតែពួកនេះរៀងវែងខ្លីយើងត្រូវដាក់តាមវែងខ្លីខ្លីសំខាន់គឺយើងត្រូវរៀបឲ្យវែងមុនកាលពីយើងដាក់ទៅវាច្រឡំណាបាទព្រោះជួនកាលយើងអាចច្រឡំទៅយើងអាចវែងខុសទៅខ្លីចឹងទៅគឺវាអាចដកចេញមកវិញបានពេលខ្លីយើងដាក់ទៅវាលំបាកដល់វិញណាអូខេអញ្ចឹងយើងតោះទៅចូលអស់នេះទៀតបាទឥឡូវដាក់អាក់ខ្លីចូលណាដល់ពេលដាក់វែងហើយយើងលេបប្រេងហើយយើងដាក់អាក់ខ្លីចូលអូខេខ្លីគឺវារៀងខ្លីពីព្រោះថាវានៅចំបកគោលនេះពេលដែលបកគោលនឹងធ្លាក់ចូលទៅក្នុងគឺបកគោលនេះវារៀងប្រហោងខ្លួនបែបនេះវារៀងអត់ខុសគោលណាបាទគោលរៀងជ្រេះគ្នាបន្តិចណាបកគោលនេះគឺខុសបាទអញ្ចឹងយើងចូលទៅបន្តទៀតបន្ទាប់ពីរៀបអញ្ចឹងហើយគឺវារួចជាស្រេចបាត់ទៅហើយណាបាទវាតែប៉ុណ្្នឹងទេបញ្ហាធំគឺបងគឺយើងត្រូវដាក់ចានឬសតមកទៀតយើងដាក់ឬសហើយគឺយើងដាក់ first បាទដាក់ first ហើយយើងដាក់ឬសណាសំទោសយើងដាក់ឬសហើយបានយើងដាក់ចានកញ្ចក់សេះបាទចានកញ្ចក់សេះតមកទៀតយើងដាក់កញ្ចក់សេះហើយយើងញាត់បញ្ចូលទៅបាទញាត់ដូចខ្ញុំញាត់មកអញ្ចឹងគឺយើងដាក់តំណប់ពវិនម៉ូតូក៏បានកណាត់ក៏បានណាហើយយើងធ្វើការដាក់បញ្ចូលឲ្យញាត់អញ្ចឹងមកបាទរុញវាបញ្ចូលទៅប៉ុន្តែមុននឹងរុញគឺយើងត្រូវធាត់ផ្ដាំងនេះពីក្រោមបាទដើម្បីឲ្យវាទុកសប៉ាប់កុំឲ្យវារុញទៅទាំងអស់ទុកតាមសប៉ាប់ណាបាទពេលយើងដាក់ចូលហើយយើងចាប់ដើមដាក់ខ្នើយចូលបាទនេះគឺខ្នើយបាទបន្ទាប់ពីដាក់ខ្នើយចូលហើយយើងធ្វើការដាក់ជើងចាប់ចូលបន្ទាប់ពីដាក់ជើងចាប់ចូលហើយយើងដាក់ជើងចាប់ចូលបន្ទាប់ពីដាក់ជើងចាប់ចូលហើយគឺយើងត្រូវមើលសើសេរីសប៉ាប់ណាបាទនេះបាទអូខេសូមបងប្អូននឹងលឺបាទសប៉ាប់គឺពេលដែលយើងវាធូរសប៉ាប់គឺវាឡងបែបនេះចឹកដល់ពេលដែលយើងរੂវាគឺវាញាប់គឺវារាវតែម្ដងណាហ្នឹងហើយខ្ញុំធ្វើវីដេអូមុនបើសិនជាចង់ស្ដាប់សំឡេងគឺទៅស្ដាប់នៅវីដេអូមួយទៀតណានេះគាត់ខ្ញុំប្រាប់ឲ្យបងដឹងបាទនេះគឺជា